អូខេសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះគឺយើងដល់វគ្គរបៀបផុសវីដេអូឲ្យបានត្រឹមត្រូវតាម YouTube ស្តង់ដារបងប្អូនដូចអ្វីដែលខ្ញុំបានសន្យានៅក្នុង Facebook Page របស់ខ្ញុំថ្ងៃមុននេះបងប្អូនគឺវីដេអូនេះគឺខ្ញុំបានសន្យាថាអឺខ្ញុំនឹងធ្វើវីដេអូមួយពាក់ព័ន្ធជាមួយនឹងការផុសវីដេអូទៅក្នុង YouTube ឲ្យបានត្រូវតាមស្តង់ដារបងប្អូនអូខេហើយនេះគឺជា channel របស់ខ្ញុំបងប្អូន channel នេះគឺជា channel ចម្រៀងទេដំបូងតែខ្ញុំលុបចម្រៀងចោលអស់ដល់ពេលលុបទៅវាធ្លាក់រិចធ្លាក់អីអស់ហើយបងប្អូនអ្នកឃើញទេធ្លាក់អស់ហើយអានេះទំបានវីដេអូដូចជា4វីដេអូបងប្អូនពាក់ព័ន្ធជាមួយនឹងរបៀបផលិតរូបភាពស្អាតៗរបៀបផលិតcover ចម្រៀងរបៀបសរសេរព្រមរបៀបប្រើប្រាស់ Super Crop អីចឹងទៅបងប្អូនឥឡូវនេះយើងចូលមកកាន់វគ្គរបៀបផុសវីដេអូបងប្អូនអូខេនៅពេលដែលយើងចូលមកដល់ YouTube យើងបែបនេះគឺយើងចុចកន្លែង Create បងប្អូនកន្លែង Create ហើយបងប្អូនមើលកន្លែងផុសបងប្អូននេះគឺកន្លែងផុសអូខេអញ្ចឹងបន្ទាប់ពីមកដល់កន្លែងផុសហើយបងប្អូនចូលមកកាន់ Select File បងប្អូនអញ្ចឹង Select File បងប្អូនចូលទៅមើលថាវីដេអូបងប្អូនទុកនៅកន្លែងណាបងប្អូនអញ្ចឹងណាហើយវីដេអូខ្ញុំគឺខ្ញុំទុកនៅកន្លែងនេះបងប្អូនអូខេខ្ញុំរកវីដេអូសិននេះគឺជាវីដេអូរបស់ខ្ញុំបងប្អូនចុចលើវីដេអូរបស់យើងហើយបងប្អូនចុចពាក្យ Upload ទៅតែម្ដងបងប្អូនអូខេអញ្ចឹងចំណងជើងបងប្អូនចំណងជើងហើយនឹង description ហើយនឹងcover ហើយនឹងយើង select អូខេអញ្ចឹងយើងទុកវាម្ដុំសិនយើងចូលមកកាន់ ChatGPT បងប្អូនចូលមកកាន់ ChatGPT យើង select រូបភាពដែលយើង cover របស់យើងបងប្អូននេះគឺជារូបភាពដាក់ cover របស់យើងបងប្អូនអញ្ចឹងអ្វីដែលយើងត្រូវធ្វើប្រាប់ ChatGPT ឲ្យវាសរសេរឲ្យយើងគឺឲ្យវាសរសេរឲ្យយើងបែបនេះអូខេអញ្ចឹងនៅក្នុងនេះគឺខ្ញុំឲ្យ YouTube ឲ្យ ChatGPT សរសេរប្រាប់យើងថាឲ្យវាបង្កើតចំណងជើងឲ្យយើងមួយហើយនឹងពិពណ៌នាអំពីវីដេអូរបស់យើងមួយហើយនឹងដាក់ hashtag tag ហើយនឹង tag ឲ្យយើងទៀតបងប្អូននេះនៅកន្លែងនេះបងប្អូនអ្វីដែលខ្ញុំចង់ប្រាប់កន្លែងនេះគឺជាចំណងជើងគេហៅថា title ចំណងជើងកន្លែងនេះគេហៅថា description ពិពណ៌នាកន្លែងនេះពិពណ៌នារៀបរាប់ពីវីដេអូរបស់យើងហើយបន្ទាប់មកទៀតកន្លែងនេះគឺយើងដាក់ playlist បងប្អូនវីដេអូយើង add ទៅមួយណាអញ្ចឹង playlist របស់ខ្ញុំ AI កន្លែងនេះ print AI អូខេហើយចុះមកក្រោមទៀតបងប្អូនមកក្រោមទៀតកន្លែងនេះហាម select មិនបាច់យកទាំងអីទាំងអស់កន្លែង AI យកហ្នឹងមិនបាច់ចុចអីទាំងអស់បងប្អូនយើងចុចមកក្រោមទៀតមកកន្លែងនេះគឺជាកន្លែង tag បងប្អូនកន្លែងនេះគឺជាកន្លែង tag ណាបងប្អូនអញ្ចឹងខ្ញុំដាក់ពីលើមកឲ្យបងប្អូនមើលម្ដងមួយអញ្ចឹងនៅក្នុងនេះគឺយើងមានតែរូបភាពមួយទេគឺយើងមានតែរូបភាពមួយទេបងប្អូនរូបភាពរបស់យើងនេះគឺរូបភាពអឺ cover របស់ YouTube channel របស់យើងYouTube វីដេអូរបស់យើងបងប្អូនអូខេអញ្ចឹងយើងគ្រាន់តែ copy អាហ្នឹងមកបងប្អូននេះ copy អាហ្នឹងមកបងប្អូនសរសេរតាមទៅសរសេរខ្មែរក៏បានដែរបែបនេះមកបងប្អូនមើលនេះកន្លែងនេះសរសេរកន្លែងហ្នឹងណាកន្លែងហ្នឹងគឺចង់បញ្ជាក់ឲ្យវាជួយសរសេរចំណងជើងឲ្យយើងហើយនឹងពិពណ៌នាអំពីវីដេអូរបស់យើងហើយនឹង hashtag នៅពេលដែលយើងដាក់ឈ្មោះ A មានវីដេអូផ្សេងចុចឈ្មោះ A វាលោតមករបស់យើងអានេះក៏អញ្ចឹងដូចគ្នាបងប្អូនអញ្ចឹងយើងដាក់រូបភាពហ្នឹងមួយហើយសរសេរប៉ុណ្ណឹងមកវានឹងរៀបរាប់ឲ្យយើងហើយបងប្អូនវារៀបរាប់ឲ្យយើងបែបនេះបងប្អូននេះអូខេនេះគឺជាចំណងជើងបងប្អូននេះចំណងជើងកន្លែងខ្លះអត់សមរម្យគឺយើងអាចកែច្នៃបានបងប្អូនកែច្នៃបន្ថែមអញ្ចឹងកន្លែងនេះគឺចាំមើលខ្ញុំដាក់ភាសាទៀតខ្ញុំដាក់វាមកដាក់អាហ្នឹងមកបងប្អូននេះអូខេអូខេអញ្ចឹងចំណងជើងរបស់យើងរបៀបផុសវីដេអូឲ្យបានត្រឹមត្រូវ YouTube Upload Guide កន្លែងនេះគឺជាអង់គ្លេសហើយកន្លែងនេះគឺជាពិពណ៌នាពីវីដេអូរបស់យើងកន្លែងនេះគឺជា hashtag បងប្អូនកន្លែងនេះគឺជា tag អញ្ចឹងនេះខ្ញុំនឹងប្រាប់បងប្អូនទី1គឺយើងយកចំណងជើងអាកន្លែង title ហ្នឹង
គឺចំណងជើងគឺយើងយកមកដាក់កន្លែងចំណងជើងនេះមកបងប្អូននេះចំណងជើងបងប្អូនឃើញទេនេះចំណងជើងហើយបន្ទាប់មកកន្លែងនេះគឺជា description បងប្អូនកន្លែងពិពណ៌នា description កន្លែងហ្នឹងណា description យើងយកមកនេះយើងយកធំហ្នឹងមកនេះយើងយកប៉ុណ្ណឹងមកបងប្អូនយើងយកប៉ុណ្ណឹងយកមកដាក់មកដោយសារនេះខ្ញុំមានស្រាប់អាហ្នឹង hashtag ខ្ញុំដាក់ចោលនៅហ្នឹងទេបងប្អូនយើងដាក់វីដេអូយើងប៉ុណ្ណឹងមកនេះឃើញទេបងប្អូននេះបងប្អូនអូខេមួយទៀតគឺជា tag បងប្អូនកន្លែងចុងក្រោយគេមកគឺជា tag យើងមកនេះបងប្អូននេះយើងមកនេះគឺ tag នៅក្រោមនេះបងប្អូននេះមើលពាក្យនេះ tag យើងដាក់ tag ហ្នឹងចូលទៅបងប្អូនអូខេដែលយើងដាក់ tag ហ្នឹងចូលទៅហើយនៅពេលដែលវា load មកទៀតគឺយើងចុចបន្ថែមទៀតមកនេះវា load ខាងក្រោមនេះ load ខាងក្រោមថែមចុចសញ្ញានេះទៀតបើយើងចង់បានបន្ថែមចុចលើសញ្ញាហ្នឹងវា load tag suggestion ឲ្យយើងចុចមកអូខេចុចមកចុចយកអស់មកបងប្អូនអូខេហើយបន្ទាប់មកកន្លែងនេះគឺយើងចុចពាក្យ AI អានេះគឺជានេះរបស់យើងយក upload មកអានេះគឺជា cover គេហៅ cover បងប្អូន cover នៅពេលដែលយើងចុចទៅគឺវា load មកនៅលើនេះបងប្អូននេះនៅលើនេះឃើញទេបងប្អូននេះ cover របស់យើងណាអូខេអូខេអញ្ចឹងនៅក្នុងនេះគឺខ្ញុំបញ្ជាក់មួយសារទៀតវាគឺជាចំណងជើងគេហៅថា title កន្លែងនេះ description គេហៅថាពិពណ៌នាហើយកន្លែងនេះគឺជាthumbnail គេហៅថា cover បងប្អូន thumbnail cover thumbnail អារូបផ្ទាំងពីមុខហ្នឹងណាបងប្អូនអូខេហើយបន្ទាប់មកកន្លែងនេះគេហៅ playlist បងប្អូនយើង add ចូល playlist របស់យើងអាហ្នឹងយើងត្រូវបង្កើតខ្លួនឯង playlist ហើយអូសមកក្រោមមកកន្លែងនេះគឺយើងមិនបាច់ធ្វើអីទេអូខេហើយវីដេអូរបស់យើងគឺយើងប្រើ YouTube license កន្លែងនេះយើងមិនបាច់ដូរទេ category blog and people បងប្អូនបើចម្រៀងយើងដាក់ចម្រៀងទៅកន្លែងហ្នឹងណាបងប្អូនអូខេអញ្ចឹងបន្ទាប់ពីដាក់រួចរាល់អស់ហើយអានេះវា suggest ឲ្យយើងតែយើងមិនបាច់ធ្វើវាទេបងប្អូនកន្លែងនេះយើងមិនបាច់ធ្វើវាទេយើងចង់ដូរចំណងជើងដាក់នេះក៏បានដែរនេះបងប្អូននេះឃើញទេដាក់ចំណងជើងចុះយើងប្រើចំណងជើងនេះទៅអូខេយើងចុច next មកបងប្អូនចុច next បន្ទាប់មកកន្លែងនេះវាឲ្យយើង add video មានន័យថានៅពេលដែលវីដេអូយើងចប់វា load វីដេអូផ្សេង suggest ឲ្យអ្នកមើលអញ្ចឹងណាអូខេអញ្ចឹងកន្លែងនេះគឺខ្ញុំយកពីហើយកន្លែងនេះគឺខ្ញុំឈូសជ្រើសរើសវីដេអូបងប្អូនជ្រើសរើសវីដេអូមកយើងចង់ឲ្យបង្ហាញវីដេអូណាចង់បង្ហាញវីដេអូនេះមួយហើយកន្លែងនេះមួយទៀតចង់បង្ហាញវីដេអូណាដល់ពេលដែលវីដេអូយើងចប់វានឹងបង្ហាញវីដេអូហ្នឹងយើងអូសវាមកចេះមកនៅពេលដែលវីដេអូយើងដើរចិត្តចប់ដល់នាទីត្រឹមហ្នឹងចុងក្រោយវានឹង load អាហ្នឹងឲ្យគេឃើញបងប្អូនអញ្ចឹងណាអូខេyou have element video អូខេអូអានេះ2ដូចគ្នាដូងបងប្អូនដាក់អានេះមួយចុះអូខេបងប្អូនហើយយើងចុច save ទៅបងប្អូនចុច save អូខេអញ្ចឹងបន្ទាប់ពី save ហើយបងប្អូនចុចពាក្យ next ទៀតបងប្អូនចុចពាក្យ next មកអូខេអញ្ចឹងកន្លែងនេះគឺវាធ្វើការ check copyright បងប្អូនតើវីដេអូយើង original អត់មានបញ្ហាអីអត់អញ្ចឹងណាវាធ្វើការ check ឲ្យយើងអញ្ចឹងណាធ្វើការ check copyright អញ្ចឹងបើសិនជាយើងនឹងច្បាស់ថាវីដេអូយើង original អត់មានបញ្ហាអីយើងចុច next ទៅហ្មងទៅបងប្អូនចុច next ទៅអូខេចុច next កន្លែងនេះយើង publish គឺផុសទៅឥឡូវភ្លាមហើយកន្លែងនេះខាងក្រោមនេះគឺយើងដាក់ schedule មានន័យថាយើងចង់ឲ្យផុសថ្ងៃណាអញ្ចឹងឧទាហរណ៍ថ្ងៃហ្នឹងថ្ងៃទី11ខ្ញុំចង់ឲ្យផុសស្អែកថ្ងៃទី12ខ្ញុំដាក់ផុសស្អែកម៉ោងប៉ុន្មានស្អែកខ្ញុំដាក់ម៉ោងឧទាហរណ៍ថាឥឡូវស្អែកខ្ញុំឲ្យវាផុសម៉ោងស្អែកម៉ោង12ចុះបងប្អូនស្អែកខ្ញុំដាក់ម៉ោង12ម៉ោង12:40ជាងគេដាក់ធ្វើម៉ោង10បានណាបងប្អូនអូខេបងប្អូនអញ្ចឹងស្អែកថ្ងៃទី12បងប្អូនឥឡូវថ្ងៃទី11ស្អែកថ្ងៃទី12ខ្ញុំឲ្យបើសិនជាបងប្អូនចង់ឲ្យវាផុសឥឡូវភ្លាមបងប្អូនចុច publish ទៅហ្មងទៅបើសិនអត់ចង់នេះទេបងប្អូនចុចនេះ
ចុច publish ទៅហ្មងកន្លែងនេះគឺ sketch បងប្អូន sketch នេះយើងដាក់ថ្ងៃខែវាផុសអញ្ចឹងយើងចុច sketch អូខេអញ្ចឹងយើងចុច sketch ទៅដល់ពេលស្អែកម៉ោងដែលយើង set មិញទៅគឺវាផុសទៅហើយបងប្អូនគឺវាផុសទៅអូតូគឺវាផុសទៅអូតូតែម្ដងបងប្អូនអូខេអញ្ចឹងរបៀបផុសវីដេអូគឺមានតែប៉ុណ្្នឹងទេបងប្អូនផុសវីដេអូឲ្យត្រូវស្តង់ដារគឺយើងត្រូវដាក់វាមានមានវាមានចំណងជើងគេហៅថា title description ហើយកន្លែងនេះគឺយើងកែច្នៃបន្ថែមតើនេះ AI វាដាក់ឲ្យមក ChatGPT វាដាក់ឲ្យមកយើងត្រូវកែបន្ថែមទៅហើយវាមាន tag មានអីបងប្អូន copy ទៅនេះ tag អីហ្នឹង keyword អីហ្នឹងអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេវីដេអូហ្នឹងអញ្ចឹងសង្ឃឹមថាបងប្អូនអ្នកថ្មីៗនឹងចេះផុសទាំងអស់គ្នាបងប្អូនអូខេហើយមួយវិញទៀតបន្ទាប់ពីផុសយើងដាក់វាចោលម្ដុំទៅយើងមកមើលកន្លែងនេះកាលណាវាដើរចប់វានឹង load មកកន្លែង feature ខាងក្រៅនេះដើរចប់គឺវា load មកលើនេះបងប្អូនពេលដើរចប់ណាអូខេអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលតែងតែតាមដាន